ជំរាបសួរបងប្អូនអ្នកទស្សនាទាំងអស់គ្នាកូនទាកប៉ាមិនមែនភ្ញាស់នៅស្រុកខ្មែរទេនៅប្រទេសជិតខាងរបស់យើងដោយសារយើងមិនទាន់មានបច្ចេកទេសគ្រប់គ្រាន់ដើម្បីភ្ញាស់កូនទាកប៉ានេះគឺទឹកញាស់ប្រយុទ្ធមិញបើគិតមើលដូចជាបានជិត2ថ្ងៃហើយនេះខៅប្រភេទកូនទាដូចដែលវាថ្លោសធំតែម្ដងដូច king ណាបាទតាមការរៀបរាប់របស់បងអូនដែលជានិស្សិតចេញពីសាកលវិទ្យាល័យភូមិន្ទកសិកម្មកូនទៀតហ្នឹងបើសិនជាគិតអំពីតម្លៃនៅក្នុងការលក់លើទីផ្សារតម្លៃចន្លោះពី3000ទៅ4500រៀលក្នុងមួយកូនដែលអតិថិជនមកគាត់មកចាំទិញតែខ្វះច្រើននៅក្នុងចំនួនច្រើនតែម្ដងមួយថ្ងៃគឺគេកំងទិញគាត់ច្រើនមែនទែនដើម្បីយកទៅចិញ្ចឹមយកសាច់បាទប្រភេទទាកប៉ានេះអញ្ចឹងយើងគិតមើលបច្ចុប្បន្ននេះអ្វីដែលយើងអាចចូលរួមចំណែកនៅក្នុងការបំពេញបន្ថែមទៅលើសន្តិសុខស្បៀងអ្នកណាមានជំនាញចំណេះខាងណាគឺយើងរុញទៅខាងហ្នឹងអញ្ចឹងបងអូនជាងគាត់មានជំនាញទៅលើការចិញ្ចឹមសត្វច្រើនប្រភេទនេះខ្ញុំគ្រាន់តែឧទាហរណ៍ទៅលើថាការចិញ្ចឹមតែទាកប៉ាអញ្ចឹងក្នុងមកប្រអប់នេះគឺមាន100កូនជាងបាទ100កូនជាងបងប្អូនធ្វើដំណើរទៅជាមួយខ្ញុំឥឡូវនេះយើងទៅមើលការរៀបចំបាទការរៀបចំទ្រុងទារបស់គាត់គឺអត់ឲ្យដល់ដីទេគឺគាត់រៀបចំនៅលើតែម្ដងទាកប៉ានេះគឺមានអាយុ2ខែ20ថ្ងៃ2ខែ20ថ្ងៃវាគិតមើល80ថ្ងៃទាបានប៉ុណ្ណឹងណាហើយត្រៀមសម្រាប់បំពេញបន្ថែមនៅបញ្ហាសន្តិសុខស្បៀងក្នុងប្រទេសរបស់យើងគាត់ចិញ្ចឹមលក្ខណៈបែបហ្នឹងហើយខ្ញុំនឹងបន្តដំណើរបងប្អូនទៅមើលកន្លែងនៃការរៀបចំទុកដាក់របស់គាត់ដែលគាត់បានទៅប្រទេសជិតខាងហើយគាត់រៀនសូត្រអំពីបច្ចេកទេសនៅក្នុងការរៀបចំទ្រុងទាទ្រុងអីគឺគាត់មានទំនើបកម្មបន្ថែមថ្មីមួយទៀតបន្ទាប់ពីគាត់មានគំនិតថាត្រូវធ្វើម៉េចឲ្យបានច្រើនជាងនឹងទៅទៀតបាទចេញពីទាកប៉ាយើងចូលមកលើទាកាបទាសទាសាច់យើងវិញទានេះគឺមានអាយុក៏10ថ្ងៃបើគិតពីទម្ងន់ក្នុងទាមួយគឺទម្ងន់3ខាំ10ថ្ងៃ3ខាំមានចំនួនច្រើនបាទមានចំនួនច្រើនដែលគាត់ត្រូវការដាក់ចំណីឲ្យវាហូបជាប្រចាំតែម្ដងហើយយើងមានចំណីសម្រាប់សត្វទៀងតែម្ដងបាទច្រើនបាទគាត់ចិញ្ចឹមច្រើនលើនឹងទៀតហើយខ្លួនគាត់តែម្នាក់ឯងទេតែរែកពុនដើម្បីផ្គត់ផ្គង់នៅសន្តិសុខស្បៀងនៅក្នុងប្រទេសរបស់យើងក្នុងនាមជានិស្សិតម្នាក់ខ្ញុំក្នុងនាមជានិស្សិតម្នាក់ដែលរៀនចប់ពីសាកលវិទ្យាល័យភូមិន្ទកសិកម្មហើយគាត់ជាមនុស្សដែលមានសក្តានុពលបានប៉ុណ្ណឹងអញ្ចឹងនិស្សិតម្នាក់ចុះនិស្សិតរាប់ពាន់ម៉ឺនសែននាក់ទូទាំងប្រទេសខ្ញុំមិនដឹងថាតើផលិតផលដែលគាត់ផលិតដើម្បីផ្គត់ផ្គង់សន្តិសុខស្បៀងនៅក្នុងប្រទេសរបស់យើងនឹងមានអីខ្លះនេះគ្រាន់តែម្នាក់ទេដែលខ្ញុំកោតសរសើរទៀតអំពីកិច្ចខិតខំប្រឹងប្រែងរបស់គាត់ដែលគាត់អាចមានរហូតដល់ថ្ងៃនេះបាទដែលគាត់អាចឈរជើងបានដល់ថ្ងៃនេះខ្ញុំគិតថាវាជារឿងមួយដែលអស្ចារ្យមែនទែនសម្រាប់ខ្ញុំបន្តអំពីការពិនិត្យមើលទៅលើការចិញ្ចឹមនៅក្នុងទ្រុងដែលមានលក្ខណៈតូចឥឡូវគាត់នាំខ្ញុំមកមើលការរៀបចំថ្មីបាទទ្រុងទាថ្មីតែខាងក្រោមនោះគឺមានទឹកនៅខាងក្រោមតែម្ដងតាមពិតប្រយោជន៍ទៅពេលដែលអាចទាដែលទៅបរិភោគចំណីដែលមានគុណភាពទាឆាប់ធំធាត់ហើយចំណីទាំងអស់នោះគឺបានទៅលើត្រីតែបងប្អូនខ្លះអាចគិតថាក្រៃលោតត្រីហូបទៅវាជាចំណីអាហារដែលមិនស្អាតមិនល្អតែតាមអ្នកជំនាញតាមបងប្អូនដែលគាត់ប្រាប់គឺល្អទៅវិញបាទល្អដោយសារចំណីនីមួយគេផលិតគិតអំពីស្តង់ដារគុណភាពងាកមកលើរោងនេះវិញគឺគាត់រៀបចំមានសំណាញ់បាទមានការរៀបចំតាំងពីប្រព័ន្ធទឹកបាទប្រព័ន្ធទឹកនេះគឺទឹកអូតូតែម្ដងដែលមានស្តែនសម្រាប់បើកឲ្យចរន្តទឹកនោះគឺវាអូតូតែម្ដងអញ្ចឹងគាត់នឹងរៀបចំប្រព័ន្ធការដាក់ចំណីនៅទីនឹងទៅទៀតបាទប្រព័ន្ធទឹកនៅលើនឹងអញ្ចឹងរោងទ្រង់ទ្រាយនេះបើតាមការរៀបរាប់របស់គាត់គឺអាចដាក់ទាបានប្រហែលជា500ក្បាលបាទ500ក្បាលហើយក្នុងទាមួយក្បាលខ្ញុំសួរបញ្ជាក់ទៅគាត់តាំងពីចិញ្ចឹមរហូតដល់អាចលក់បានថារយៈពេល90ថ្ងៃឬ3ខែហ្នឹងគឺយើងចំណាយក្នុងទាមួយគឺ20000រៀលបាទ20000រៀលអញ្ចឹងយើងគុណមើលគួរសមដែរហើយទាកប៉ានេះអាយុចូលអត់ដល់1ខែទាកប៉ានេះអត់ដល់1ខែ
តែបើសិនជាយើងចិញ្ចឹមទាកប៉ាដើម្បីយកពងហើយយើងភ្ញាស់ចឹងយើងប្រើពេលវេលាចាប់ពី4ខែឡើងទៅបាទចឹងទាកប៉ាក្រាបពងរយៈពេល1ខែតម្រង់ភ្ញាស់ចឹងនេះទានេះគឺត្រៀមខ្លួនដើម្បីឡើងសេតវិមានទាសេតវិមានទាសូមអធិស្ឋានបើសិនជាខ្ញុំប្រើពាក្យពេចន៍មានការឆ្គងខុសឆ្គងដោយប្រការណាមួយអ្នកជំនាញដែលគាត់ចិញ្ចឹមទៅលើសត្វច្រើនប្រភេទជាពិសេសបដោតទៅលើទាគាត់អាចមានកម្រិតច្បល់អីផ្សេងក៏អាចចូលរួមខមមិនបានទានេះគឺមាន15ក្បាលបើមើលទៅមានការដាក់ចំណីនៅក្នុងនេះដែលបងជាងបានបញ្ជាក់ហ្នឹងបាទ15ក្បាលដែលកើតចេញពីមេទាកប៉ាតែមួយទេបាទមេទាកប៉ាតែមួយគឺនេះបាទមេទាកប៉ាដែលវាកំពុងតែក្រុងមើលកូនរបស់វាបាទទាមួយក្បាលគឺអាចមានកូន10ក្បាលឡើងទៅបាទហើយរយៈពេលនៃការទុកឲ្យវាក្រាបរហូតដល់ភ្ញាស់ចេញមកបាទរហូតដល់ទៅជាកូនទាហ្នឹងគឺរយៈពេលចន្លោះពី4ខែឡើងទៅនិយាយថា4ខែឡើងទៅអាច5 6ខែអីចឹងទៅបាទតាមបច្ចេកទេសផ្សេងគ្នាតែខ្ញុំអាចដឹងបានថាគ្រាន់តែទាកប៉ាក្រាបពង1ខែបាទក្រាបតំបន់ឲ្យពងភ្ញាស់អរគុណបងប្អូនអ្នកទស្សនាទាំងអស់គ្នាដែលចាប់អារម្មណ៍ហើយខ្ញុំសង្ឃឹមថាបងប្អូនជឿនឹងពង្រីកសក្តានុពលកសិកម្មនៅកន្លែងមួយចំនួនទៀតដើម្បីផ្គត់ផ្គង់សន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជាសូមអរគុណដល់បងប្អូនអ្នកទស្សនាទាំងអស់គ្នាសូមជូនពរសុខភាពល្អជួបគ្នានៅវីដេអូបន្ត